ជាដំបូងនេះខ្ញុំសូមជម្រាបសួរលោកគ្រូនិងលោកគ្រូអ្នកគ្រូដែលជាមិត្តរួមថ្នាក់ទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងមកនិយាយសង្ខេបពីមេរៀនទី3ដែលមានចំណងជើងថាការវិតម្លៃផ្នែកចំណេះដឹងនិងដំណើរការបញ្ញាអញ្ចឹងក្នុងនោះដែរខ្ញុំបានresearch មើលខ្លួនឯងតិចតួចខ្លះហើយនឹងនិយាយចេញពី slide លោកគ្រូដែរអញ្ចឹងចំណុចដែលខ្ញុំគិតថាសំខាន់ហើយនឹងលើកយកមកនិយាយនៅក្នុងវីដេអូនេះទី1គឺគោលដៅគោលបំណងហើយនឹងវត្ថុបំណងអញ្ចឹងតាម slide ដែលលោកគ្រូគាត់បានបង្ហាញអញ្ចឹងគោលដៅគឺធំជាងគេបន្ទាប់មកគោលបំណងហើយគឺវត្ថុបំណងអញ្ចឹងគោលបំណងគឺជាចំណុចដែលចាប់ផ្ដើមធំទូលាយបំផុតហើយនៅក្នុង slide របស់លោកគ្រូគឺតំណាងដោយពណ៌លឿងអញ្ចឹងបន្ទាប់ពីគោលដៅគឺគោលបំណងអញ្ចឹងគោលបំណងគឺជាជំហានបន្ទាប់ដែលមានលក្ខណៈជាក់លាក់ជាងគោលដៅបន្តិចហើយនៅក្នុង slide របស់លោកគ្រូគឺតំណាងដោយរង្វង់មូលពណ៌ប្រផេះអញ្ចឹងចុងក្រោយគេគឺតូចជាងគេគឺវត្ថុបំណងគឺជាចំណុចដែលជាក់លាក់បំផុតតំណាងឲ្យរង្វង់ពណ៌ទឹកក្រូចអញ្ចឹងនៅក្នុង slide របស់លោកគ្រូអញ្ចឹងសរុបមកវិញគឺយើងមានគោលដៅអញ្ចឹងគឺយើងត្រូវមានគោលបំណងបន្ទាប់មកគឺយើងត្រូវមានវត្ថុបំណងដែរអញ្ចឹងមានវត្ថុបំណងមានគោលបំណងគឺមានគោលដៅដូចគ្នាតទៀតវត្ថុបំណងនៃការបង្រៀនអញ្ចឹងវត្ថុបំណងនៃការបង្រៀនគឺជាលទ្ធផលសិក្សារំពឹងទុកឬជាសមត្ថភាពរបស់អ្នកសិក្សាដែលទទួលបានការបង្រៀនហើយត្រូវបានបញ្ជាក់នៅក្នុងវិធីមួយដែលអាចសង្កេតនិងវាស់បានអញ្ចឹងឧទាហរណ៍បន្ទាប់ពីចប់មេរៀនមួយអញ្ចឹងទៅសិស្សគាត់អាចរៀបរាប់ពីនិយមន័យនៃវត្ថុបំណងនៃការបង្រៀនដោយសមត្ថភាពខ្លួនឯងផ្ទាល់តទៀតគឺការវិតម្លៃដែលមានចម្លើយតែមួយជាក់លាក់អញ្ចឹងក្នុងនោះដែរគឺជាមធ្យោបាយនៃការវាស់វែងដោយប្រើទម្រង់សំណួរជាច្រើនដើម្បីតេស្តនៅលទ្ធផលរំពឹងទុកឬជាសមត្ថភាពរបស់អ្នកសិក្សាអញ្ចឹងបន្ទាប់ពីបង្រៀនចប់ហើយយើងអាចបង្កើតជាទម្រង់សំណួរខ្លីៗទៅឧទាហរណ៍ដូចមានបំពេញចន្លោះមានគួយ CM មានចម្លើយជ្រើសរើសត្រូវឬខុសអីចឹងទៅឬក៏ផ្គូផ្គងបន្ទាប់មកទៀតប្រភេទនៃការវាតម្លៃក្នុងថ្នាក់រៀនប្រភេទនៃការវាតម្លៃនៅក្នុងថ្នាក់រៀនហ្នឹងគឺមានវិធីសាស្ត្រផ្សេងដូចជាក្នុងហ្នឹងលោកគ្រូគាត់លើកមកពីដែរគឺសំណួរបែបបំពេញខ្លីៗដូចខ្ញុំលើកឡើងខាងលើមិញអញ្ចឹងគឺតកតងនឹងការបំពេញចន្លោះគួយ CM ឯជាដើមហើយមួយទៀតគឺបង្ហាញបែបខ្លីៗចម្លើយសំទោសបែបបង្ហាញចម្លើយអញ្ចឹងឧទាហរណ៍ដូចជាឲ្យគាត់ធ្វើជាស្នាដៃអីមួយឬក៏ project អីមួយទៅការសរសេរអីតែងសេចក្តីអីលក្ខនឹងលក្ខអីចឹងទៅបន្តមកទៀតនៅក្នុងស្ថិតនៅក្នុងចំណុចនៃការវិតម្លៃក្នុងថ្នាក់រៀននឹងដែរគឺការបំពេញកិច្ចការហ្នឹងអញ្ចឹងការបំពេញកិច្ចការហ្នឹងមានលោកគ្រូគាត់ដាក់ផលិតកម្មឬក៏ស្នាដៃអញ្ចឹងមានការសរសេរការងារជាគម្រោងការតែងកំណាព្យអីជាដើមបំណិនអញ្ចឹងបំណិនហ្នឹងតាក់ទងជាមួយនឹងការឧទាហរណ៍នៃការអានការសម្ដែងរឿង account អីជាដើមមួយទៀតការសួរផ្ទាល់មាត់អញ្ចឹងការសួរផ្ទាល់មាត់វាបែបមិនផ្លូវការឧទាហរណ៍ដូចការរៀនអីមួយចឹងទៅបន្ទាប់ពីរៀនចប់ហើយគ្រូគាត់រំលឹកអីចឹងទៅមួយទៀតការអង្កេតរបស់គ្រូអញ្ចឹងការអង្កេតរបស់គ្រូក៏សំខាន់ដែរនៅក្នុងការវិតម្លៃនៅក្នុងថ្នាក់រៀនចំណុចតទៀតគឺការវិតម្លៃរបស់សិស្សអញ្ចឹងការវិតម្លៃរបស់សិស្សនិងសិស្សដោយខ្លួនឯងផ្ទាល់ឧទាហរណ៍ដូចការស្ទាបស្ទង់មតិឥរិយាបថឬក៏កម្រងសំណួរអីជាដើមតទៀតគឺការរំលឹកកម្រិតរបស់ពលូមតាក់សូណូមីអញ្ចឹងយើងដឹងហើយថាពលូមតាក់សូណូមីគឺមាន6កម្រិតក្នុងនឹងដែរលោកគ្រូគាត់បានបែងចែកនៅចំណុចធំគឺទី1ការគិតបែបកម្រិតទាបអញ្ចឹងការគិតបែបកម្រិតទាបហ្នឹងក្នុងនោះមាន2ទី1គឺកម្រិតចាំអញ្ចឹងកម្រិតចាំ
ឧទាហរណ៍តើប្រាសាទបន្ទាយឆ្មារស្ថិតនៅខេត្តណាតបពីយើងបរៀនគាត់យើងបញ្យល់គាត់ឲ្យអស់ហើយគឺយើងអាចសួរគាត់យើងអាចតេស្តគាត់ផ្ទាល់មាត់ហៅគាត់សួរអញ្ចឹងទៅដើម្បីតេស្តពីការកម្រិតនៃការចងចាំរបស់គាត់ទី2គឺកម្រិតយល់អញ្ចឹងកម្រិតបន្ទាប់ពីគាត់ចងចាំឲ្យគាត់ឆ្លើយបានយើងអាចសួរសំណួរគាត់តទៅមុខទៀតថាគាត់យល់ពីសំណួរហ្នឹងបានប៉ុណ្ណាយល់ពីមេរៀនហ្នឹងបានប៉ុណ្ណាចំណុចទី2គឺការគិតកម្រិតទាបឬក៏មធ្យមអញ្ចឹងក្នុងហ្នឹងមានកម្រិតអនុវត្តអញ្ចឹងបន្ទាប់ពីការចងចាំការយល់ហើយគឺគាត់ប្រកាសជាអនុវត្តបានហើយអញ្ចឹងឧទាហរណ៍ដូចមេរៀនគូបមួយអញ្ចឹងបន្ទាប់ដំបូងឡើយគឺយើងឲ្យគាត់បង្រៀនគាត់សិនទៅឬក៏ឲ្យគាត់មើលជាវីដេអូខ្លីបន្ទាប់មកឲ្យគាត់ចងចាំឬក៏គាត់ណូតនៅចំណុចកលឹះសំខាន់អញ្ចឹងបន្ទាប់មកគឺការយល់របស់គាត់ថាគាត់យល់ថាគេធ្វើមិនគេបត់ពីណាទៅណាអីចឹងទៅបន្ទាប់ពីគាត់ចងចាំគាត់យល់ហើយគឺយើងអាចឲ្យគាត់អនុវត្តរៀនបត់គូបដោយខ្លួនឯងបានចំណុចទី3គឺការគិតកម្រិតខ្ពស់ឬក៏កម្រិតបែបស៊ីជម្រៅអញ្ចឹងបន្ទាប់ពីការគិតបែបកម្រិតទាបឬក៏កម្រិតមធ្យមហត់ហើយគឺអាចវាស់ស្ទង់សមត្ថភាពគាត់បានហើយថាគាត់អាចគិតបែបស៊ីជម្រៅបាននៅក្នុងនឹងដែរគឺមាន3ទៀតគឺទី1គឺកម្រិតវិភាគអញ្ចឹងបន្ទាប់ពីគាត់ធ្វើបានហើយឲ្យចាប់ដើមឲ្យគាត់វិភាគម្ដងយើងសួរគាត់ទៅថាតើជ្រុងនេះគេមិនបានបត់អញ្ចឹងមិនបានធ្វើអញ្ចឹងទៅអាហ្នឹងគឺចូលជាមួយនឹងលក្ខណៈនៃការវិភាគតទៀតគឺកម្រិតវាយតម្លៃចុងក្រោយគឺកម្រិតបង្កើតថ្មីអញ្ចឹងបន្ទាប់ពីឆ្លងកាត់នៅ5ដំណាក់កាលហ្នឹងហើយយើងនឹងអាចសន្និដ្ឋានបានថាគាត់អាចធ្វើពីគូបដែលមើលពីវីដេអូនឹងបានហើយអាចទៅបង្កើតជារូបអីថ្មីបានអត់ចុងក្រោយគេគឺក្រុម3ប្រភេទនៃលទ្ធផលសិក្សារំពឹងទុកបែបពុទ្ធិអញ្ចឹងក្នុងហ្នឹងលោកគ្រូក៏ដាក់មក3មានចំណេះដឹងមានការយល់និងការផ្ដល់ហេតុផលអញ្ចឹងទី1ចំណេះដឹងគឺការចងចាំនៅអ្វីដែលសិស្សស្គាល់ឬចាំការពិតឧទាហរណ៍និយមន័យពាក្យកលឹះពាក្យបញ្ញត្តិឬក៏ដំណើរការផ្សេងៗនៅក្នុងមេរៀនហ្នឹងអញ្ចឹងទៅការយល់អញ្ចឹងក្នុងហ្នឹងការយល់លោកគ្រូបែងចែកជាពីរប្រភេទទៀតគឺការយល់ធម្មតាហើយនិងការយល់បែបស៊ីជម្រៅអញ្ចឹងការយល់ធម្មតាហ្នឹងគឺស្ដែងចេញតាមរយៈកូនសិស្សសង្ខេបតែការយល់ដោយប្រើពាក្យខ្លួនឯងប្រើជំហានដោះស្រាយនិងការអនុវត្តអញ្ចឹងឧទាហរណ៍ការលំហាត់គណិតមួយអញ្ចឹងទៅមិនអាចដោះស្រាយតែតាមវិធីដែលគ្រូបរៀនតែមួយបានទេគឺវាអាចដោះស្រាយបានតាមច្រើនវិធីអញ្ចឹងនៅពេលដែលគាត់យល់គាត់ដឹងពីតិចៗនៃការដោះស្រាយគាត់អាចប្រើវិធីផ្សេងគ្នាដែលឃើញចម្លើយដូចគ្នាអញ្ចឹងអាហ្នឹងការយល់បែបធម្មតារបស់គាត់ទី2គឺការយល់បែបស៊ីជម្រៅអញ្ចឹងការយល់បែបស៊ីជម្រៅហ្នឹងកូនសិស្សអាចដឹងពីចំណុចសំខាន់អ្វីមួយក៏កូនសិស្សអាចគិតអំពីវាហើយនឹងការប្រើប្រាស់ចំណេះដឹងក្នុងមេរៀនថ្មីឬតាមដែលគាត់អាចចាប់យកកំណត់ថ្មីបានពីមេរៀនហ្នឹងអញ្ចឹងការយល់បែបស៊ីជម្រៅវារៀងខុសប្លែកពីការយល់បែបធម្មតាបន្តិចចុងក្រោយគឺការផ្ដល់ហេតុផលអញ្ចឹងការផ្ដល់ហេតុផលហ្នឹងគឺជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ខួរក្បាលដោយទាញយកចំណេះដឹងមកប្រើដើម្បីសម្រេចកិច្ចការមួយកិច្ចការដោះស្រាយបញ្ហាការសម្រេចចិត្តការទាញសេចក្តីសន្និដ្ឋានការគិតប្រកបដោយភាពច្នៃប្រឌិតការគិតប្រកបដោយវិចារណញ្ញាណការកំណត់សមត្ថកម្មការធ្វើទូទៅអញ្ចឹងការផ្ដល់ហេតុផលនេះដែរគឺបន្ទាប់ពីការដោះស្រាយឧទាហរណ៍ការដោះស្រាយលំហាត់គណិតរបស់គាត់ចឹងទៅពេលដែលឧទាហរណ៍គឺគាត់ដោះស្រាយតាមបែបវិធីផ្សេងខុសពីគ្រូបង្រៀនគាត់អញ្ចឹងបន្ទាប់ពីគាត់យល់គាត់គិតបែបស៊ីជម្រៅហើយគាត់អាចផ្ដល់ហេតុផលមួយបានឧទាហរណ៍គ្រូសួរថាមិនបានដោះស្រាយតាមវិធីសាស្ត្រហ្នឹងអញ្ចឹងប្រកាសជាគាត់អាចឆ្លើយបានហើយគាត់អាចប្រាប់ហេតុផលនៃរបស់គាត់ថាមិនបានគាត់ដោះស្រាយតាមវិធីហ្នឹងតាមវិធីនេះគឺស្រួលជាងរបស់លោកគ្រូអញ្ចឹងទៅគឺ
គឺយល់ជាងខ្លីជាងខ្លីជាងហើយលទ្ធផលចេញដូចគ្នាដែរអញ្ចឹងធ្វើតាមរបៀបនេះអាចសន្សំពេលវេលាបានអញ្ចឹងទៅអញ្ចឹងហ្នឹងគឺជាការផ្ដល់ហេតុផលរបស់គាត់អញ្ចឹងសម្រាប់ខ្ញុំនៅក្នុងមេរៀនទី3នេះដែរគឺចំណុចដែលខ្ញុំគិតថាសំខាន់ហើយដែលខ្ញុំបានសង្ខេបមកគឺមានតែប៉ុណ្ណឹងអញ្ចឹងចុងក្រោយសូមអរគុណលោកគ្រូនិងលោកគ្រូអ្នកគ្រូដែលជាមិត្តរួមថ្នាក់ទាំងអស់គ្នា